ជំរាបសួរប្រិយមិត្តទាំងអស់គ្នា Hello សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងចូលមកបន្តនៅសេរីរបស់យើងដែលជាភាគទី7បន្តទៀតណាចាប់តាំងពីចេញតួរបស់លិនសៀមកក៏ឃើញថាពេលនេះលិនសៀក៏មកលេងផ្ទះរបស់វាងវាងដោយសំអាងថាប៉ារបស់វាងវាងបញ្ជូនគេមកឲ្យឃ្លាំមើលកុំឲ្យវាងវាងទៅសិក្សាជាមួយនឹងបងប្រុសទី2របស់គេគឺជាលោកគ្រូពេទ្យនឹងឯងតែអ្នកទាំងអស់គ្នាពេលនេះគឺអត់មានចាប់អារម្មណ៍នៅរូបគំនូររបស់យន់ដែលវាងគេបានគូនៅថ្ងៃមុនគេក៏បានយកមកតាំងនៅក្នុងផ្ទះរបស់គេតែម្ដងមើលទៅប្រហែលជាស្រឡាញ់គេខ្លាំងណាស់ហើយបើទៅនោះវាងគេក៏បានតបទៅគឺគេដឹងតាថាប៉ារបស់គេបញ្ជូនលិនសៀមកក៏ដើម្បីតែតាមដានគេក៏ព្រោះតែខ្លាចថាគេគឺខ្លាចជាគេដូចជាបងប្រុសរបស់គេនឹងឯងប៉ារបស់គេមិនបានបារម្ភពីកូននោះទេគឺបារម្ភតែពីមុខមាត់គ្រួសារសានតែប៉ុណ្ណោះលិនសៀនៅពេលនេះគេក៏មករំលឹកថាកុំភ្លេចឲ្យសោះពួកយើងនៅត្រូវរៀបការជាមួយគ្នាព្រោះគ្រួសារទាំងសងខាងបានព្រមព្រៀងគ្នាតាំងពីពួកគេនៅតូចម្ល៉េះសានវាងក៏តបទៅទាំងអស់នេះគឺជាការសម្រេចចិត្តរបស់គ្រួសារចំពោះគេគឺមិនដែលឆ្លើយថាយកព្រមនោះទេនិយាយគ្នាចុះឡើងពេលនេះលិនសៀក៏បានចាប់អារម្មណ៍ជាមួយនឹងរូបគំនូរនេះមើលទៅវាងគូដោយភាពចង់ខ្លាំងណាស់ជាពិសេសគឺត្រង់កៅភ្នែកគឺគេគូដោយប្រើបេះដូងតែម្ដងតែវាងក៏សម្លុតថាលិនសៀក៏ប៉ះពាល់រូបរបស់យន់ឲ្យសោះឃើញថាវាងដូចជាតឹងតែងអញ្ចឹងលិនសៀក៏បានសួរទៅតើតំណែងរបស់ឯងហើយនឹងស៊ូយន់ម្នាក់នោះគឺជាអ្វីទៅវាងក៏បានឆ្លើយទៅមិនមែនជារឿងរបស់ឯងទេដែលត្រូវមកឆ្ងល់នោះមិនបានប្រាប់ក៏មិនអីដែរលិនសៀរបស់យើងក៏មិនខ្វល់អីប្រមាណនោះទេប៉ុន្តែថ្ងៃនេះគឺគេសុំសម្រាប់លេងនៅទីនេះសិនវាងចង់ដេញភ្ញៀវតែម្ដងណាគេក៏បានសួរទៅតើពេលណាឯងត្រឡប់ទៅវិញតែលិនសៀរបស់យើងគឺមិនទាន់ដឹងទេថាគេត្រឡប់ទៅវិញឥឡូវនេះគឺទៅតាមអារម្មណ៍របស់គេចង់សម្រាប់នៅទីនេះបានយូរក៏ចាំពេលដែរយន់មកផ្ទះរបស់វាងហើយចាំមើលទៅអ្នកទាំងពីរនេះប្រកាសជាអន់ចិត្តជាមួយនឹងគ្នាទៀតហើយដោយសារតែឃើញថាលិនសៀនៅទីនេះក៏ព្រោះតែអ្នកដែលមកបើកទ្វារគឺជាអាចារ្យលិនសៀរបស់យើងនឹងឯងហើយអាចារ្យនឹងក៏បានប្រាប់គេទៅថាគឺគេមកសាក់នៅទីនេះរហូតដល់មួយអាទិត្យប្រហែលជាមិនរំខាននឹងការរៀនរបស់ស៊ូយន់ហើយនឹងវាងទេមិនរំខាននឹងការរៀននោះទេប៉ុន្តែរំខានអារម្មណ៍ណាបាទយន់ក៏សម្ដែងដូចជាមិនអីធ្វើជាធម្មតាណាគេក៏បាននិយាយទៅមិត្តភ័ក្តិរបស់សានវាងក៏ដូចជាមិត្តភ័ក្តិរបស់ខ្ញុំដែរតែនៅក្នុងចិត្តវិញគឺវាខំគៀដឹងអត់ថាខំគៀឈឺចាប់ប៉ុណ្ណានោះសានវាងក៏គេអារម្មណ៍អត់សូវល្អដែរនៅពេលនេះប៉ុន្តែនៅពេលដែលគេបានឃើញថាយន់បានមកផ្ទះរបស់គេគឺគេឡើងសប្បាយចិត្តតែម្ដងគេក៏បានទាញដៃឲ្យយន់មកអង្គុយចិនហើយគេក៏បានដេញឲ្យលិនសៀទៅអង្គុយកន្លែងផ្សេងភ្លាមហើយរឿងរៀននោះគឺមិនចង់ប្រមាណនោះទេគឺគេចង់តែឃើញមុខរបស់យន់ហ្នឹងតើក៏ព្រោះតែដោយសារតែពេលនេះភ្នែករបស់គេគឺអត់មានសម្លឹងលំហាត់ផងហ្នឹងតែពីសម្លឹងមើលមុខរបស់អូនហើយក៏តាំងធ្វើជាឆ្ងល់រកលេសដើម្បីប៉ះដៃគេណាខូចអញ្ចឹងចេញមុខមកភ្លាមខូចដូចជាវាងអញ្ចឹងនេះយន់ក៏បានប្រាប់ទៅកន្លែងហ្នឹងគឺជាលំហាត់ដែលគ្រូបញ្យល់ឲ្យឯងកំពុងតែគេងលក់នៅក្នុងថ្នាក់លិនសៀក៏គេមកនិយាយការសង្វាក់អ្នកទាំងពីរធ្វើឲ្យយន់មានអារម្មណ៍អត់សូវល្អនោះទេគេក៏បានយកលេសថាត្រូវមានការងារធ្វើនៅផ្ទះទៀតគឺគេចង់ត្រឡប់ទៅផ្ទះវិញណាវាងគេក៏បានខន់តែមកដល់សោះហើយបានជាត្រឡប់ទៅវិញអញ្ចឹងមិនទាន់បានធ្វើលំហាត់មួយផងណាយន់គេក៏បានតបទាំងអន់ចិត្តទៅក្រែងឯងមានលិនសៀនៅចាំជួយបង្រៀនឲ្យតាចាំបាច់ឲ្យត្រូវការខ្ញុំដែរមិនដឹងទេថាពេលនេះអូនកំពុងតែអន់ចិត្តណាលិនសៀក៏អញ្ចឹងទៀតគេក៏និយាយថាមិនអីទេទោះបីជាខ្ញុំមិនប្រកែកកណិតដូចជាស៊ូយន់ណាប៉ុន្តែគេក៏អាចគ្រប់គ្រងក្មេងទំនើងដូចជាវាងបានដែរហើយថែមទាំងមកសិក្សានៅមុខរបស់ស៊ូយន់ទៀតកូនស្រីរបស់យើងឃើញចឹងហើយមិនដឹងថាតើក្នុងចិត្តរបស់គ្នានេះឈឺចាប់ប៉ុណ្ណានោះទេហ្នឹងណាលទ្ធផលស្រឡាញ់គេតែម្នាក់ឯងគឺអញ្ចឹងឈឺចាប់ក៏តែម្នាក់ឯងដែរបើមិនជឿទៅចម្លែកក៏ព្រោះតែអាចារ្យលីនរបស់យើងនេះនិយាយថាគេធ្លាប់រៀនធ្វើលំហាត់ពីអ្នកជាមួយនឹងវាងហើយក៏គេងលក់ទាំងពីរនាក់នៅក្នុងបន្ទប់តែមួយទៀតផងនិយាយចេញមកក៏ធ្វើឲ្យយន់នេះគឺមិនដឹងថាគេក្រាស់ទៅដល់ណាដល់ណីនោះទេអញ្ចឹងហើយនៅទ្រាំស្ដាប់ទីរត់បាននោះទេយន់ក៏បញ្ញាប់រៀបចំកតាំចេញទៅវិញភ្លាមតែម្ដងវាងក៏ទាញដៃខន់ធ្វើឲ្យជ្រុះកតាំនឹងសភៅរបស់យន់ណាគេក៏ចង់ជូនទៅផ្ទះក៏ព្រោះតែពេលនេះគឺយកទៅហើយនៅតាមផ្លូវគឺពិតជាងងឹតហើយស្ងាត់ទៀតតែយន់មិនទាំងព្រមឲ្យជូនទៅក៏ព្រោះតែពេលនេះគេកំពុងតែខឹងណាលិនសៀឃើញសភាពរបស់វាងព្រួយបារម្ភចំពោះស៊ូយន់បែបនេះគេក៏សួរទៅកុំប្រាប់ខ្ញុំឲ្យសោះណាថាឯងមានអារម្មណ៍ដូចជាបងប្រុសទី2ប៉ុន្តែសានវាងគឺខឹងទៅហើយគឺខឹងលិនសៀណាគេក៏បានប្រាប់ទៅ
ជារឿងគ្រួសាររបស់ខ្ញុំមិនមែនជារឿងដែលឯងត្រូវខ្វល់នោះទេលិនសៀគឺគ្រាន់តែបារម្ភព្រោះគេដឹងថាប៉ារបស់សាន់វ៉ាងគឺប្រកាសណាស់មិនអនុញ្ញាតនោះទេបើសិនជាបែបនេះមែនហើយគាត់ប្រកាសជាដាក់ទរណកម្មសាន់វ៉ាងដូចជាបងប្រុសទី2ជាមិនខាននោះទេក៏ហកគេណាថាទៅផ្ទះប៉ុន្តែតាមពិតទៅមកសងំនៅឯមាត់សមុទ្រម្នាក់ឯងសោះយន់មកអង្គុយគេដេកគេរបស់វ៉ាងវ៉ាងក្នុងចិត្តពេលនេះដឹងត្រឹមថាគេពិតជាមិនសប្បាយចិត្តសោះកាន់មកដល់ព្រឹកឡើងមករំស្នាស្រីម្នាក់របស់គេក៏បានមកប្រាប់យ៉ាងតែហេតុតែហប់ថាគេបានដើរកាត់ថ្នាក់សិល្បៈមិញនេះនៅអាចារ្យលើគឺគេបានលុយសម្លេងឆ្លោះគ្នារវាងសាន់វ៉ាងហើយនិងលីនសៀស្ដាប់ទៅដូចជាពួកគេកំពុងតែឆ្លោះប្រកែកគ្នាខ្លាំងណាស់គេក៏មកប្រាប់ឲ្យយន់ឡើងទៅមើលបន្តិចទៅខ្លាចថាមានបញ្ហាធំណាស៊ូយន់លឺអញ្ចឹងក៏រត់ទៅមើលទាំងបារម្ភមិនម្នាក់ទេក៏សួរថាមិនក្អែកមកប្រាប់ស៊ូយន់ឲ្យតែខន់អញ្ចឹងក្រែងស៊ូយន់គឺជាជាតិអីតិចលោអត់តែធ្វើឲ្យរឿងកាត់តែខ្លាំងទៅមែនតាគឺគេផ្លេចហ៎អញ្ចឹងហើយគឺពួកគេក៏បាននាំគ្នាទៅមើលទាំងអស់គ្នាទៅហើយខ្វះអីសោះនៅទីនោះប៉ុន្តែម្នាក់មិននឹងហ៊ានចូលទៅខាត់គេទៅដែលគេកំពុងតែឆ្លោះគ្នានេះគឺមានតែឈរថននឹងឯងតែស៊ូយន់គឺមកដល់គេក៏បានចូលគឺចូលទៅខាត់អ្នកទាំងពីរហើយក៏សុំទោសលីនសៀបើសិនជាពួកគេទាំងពីរអ្នកឆ្លោះគ្នាដោយសារតែខ្លួនតែលីនសៀក៏ប្រាប់ទៅគឺមិនមែនជាកំហុសរបស់ឯងនោះទេគឺគេនិយាយគ្នាពីរឿងអតីតកាលរបស់ពួកគេទាំងពីរអ្នកតាកំពុងតែនិយាយគ្នាស្រាប់តែមានកេះមួយរៀបនឹងធ្លាក់បីត្រូវចំក្បាលរបស់លីនសៀទៅហើយយន់ឃើញបែបនេះគេក៏បានរុញលីនសៀកិច្ចចេញប៉ុន្តែធ្វើឲ្យដៃរបស់លីនសៀគឺទៅប៉ះជាមួយនឹងដែកធ្វើឲ្យរបួសជាងមុនទៅទៀតគ្រប់គ្នាឃើញបែបនេះហើយគេក៏បានគិតចំពោះយន់ទៀតហើយថាយន់នេះគឺជាចិនអិចមែនតើឃើញទេធ្វើឲ្យលីនសៀរបួសធ្ងន់ធ្ងរពួកគេក៏បាននាំលីនសៀទៅពេទ្យរួមទាំងវាងក៏ទៅជាមួយដែរអាណតែយន់ទេពេលនេះកំពុងតែអង្គុយបន្ទោសខ្លួនឯងទៀតហើយថាមកពីខ្លួននោះគឺជាចិនអិចទៅធ្វើឲ្យគ្រប់គ្នាមានបញ្ហារហូតលោកគ្រូពេទ្យក៏បានពិនិត្យមើលដៃរបស់លីនសៀទៅតែដឹងនោះទេថាបងប្រុសទី2គឺនៅទីនេះគ្រាន់តែឃើញលោកគ្រូពេទ្យភ្លាមគឺគេខឹងតែម្ដងមិនចង់ឲ្យប៉ះដៃរបស់គេនោះទេលោកគ្រូពេទ្យក៏បានប្រាប់ឲ្យវាងនាំលីនសៀទៅមន្ទីរពេទ្យដើម្បីថតអេស្រេព្រោះខ្លាចមានការប្រេះឆ្អឹងនៅខាងក្នុងប៉ុន្តែលីនសៀគឺខ្លាំងដែរណាស់គឺគេក៏បានស្រែកតែលោកគ្រូពេទ្យតែម្ដងសាន់ស៊ូបងគួរតែជប់សម្ដែងធ្វើជាវីរៈបុរសអាវសទៅហើយគេក៏បន្តប្រាប់គ្រប់គ្នានៅទីនេះឲ្យបានដឹងថាម្នាក់នេះគឺជាអ្នកប្រុសទី2នៅក្នុងគ្រួសារសានគាត់គឺជាគេជាមនុស្សប្រុសដែលស្រឡាញ់មនុស្សប្រុសដូចគ្នាធ្វើឲ្យគ្រប់គ្នានៅពេលនេះមានរឿងត្រូវនិយាយដល់មកគ្រូពេទ្យទៀតហើយតែអ្នកដែលខឹងជាងគេនោះគឺជាបាយាដែលនៅទីនេះលិនសៀក៏នៅតែនិយាយបន្តទៅធ្វើឲ្យយើងបានដឹងថាហេតុអីបានជាលិនសៀខឹងជាមួយនឹងលោកគ្រូពេទ្យយ៉ាងនេះក៏ព្រោះតែលោកគ្រូពេទ្យនិងបងប្រុសរបស់គេធ្លាប់លួចតាក់ទងគ្នាពីមុនមកណែបែរខឹងខ្លាំងណាស់តិចបានបែកមាត់មកខាងទៀតទៅលិនសៀសានវ៉ាក៏ស្រែងបានហើយលិនសៀដៃរបស់ឯងកំពុងតែមានរបួសទៅជាបានសិនទៅតែលិនសៀគឺអត់ឈប់ទេណាគឺគេនៅតែមកសួរបញ្ជើឌឺដងទៅកាន់លោកគ្រូពេទ្យក៏ព្រោះតែលោកគ្រូពេទ្យនេះហើយគឺជាអ្នកដណ្ដើមបងប្រុសរបស់គេចេញឆ្ងាយពីគ្រួសាររបស់គេក៏ព្រោះតែការនឹងអ្នកទាំងពីរបានរត់ទៅជាមួយគ្នាលោកគ្រូពេទ្យគឺពិតជាចិត្តធ្ងន់មែនទែនលិនសៀខ្ញុំដឹងថាឯងស្អប់ខ្ញុំមិនថាឯងស្អប់ខ្ញុំប៉ុណ្ណាទេប៉ុន្តែពេលនេះរបួសដៃរបស់ឯងគឺត្រូវតែទៅព្យាបាលភ្លាមលោកគ្រូពេទ្យក៏បានឲ្យវាងចាប់លីនសៀកុំឲ្យគេរើហើយគេក៏បានជួយអបឆ្អឹងរបស់លីនសៀកុំឲ្យមានបញ្ហាជាងនេះរួចចាំបញ្ជូនទៅមន្ទីរពេទ្យនៅជិតនេះដើម្បីថតមើលបើសិនជាមិនចាប់ទេក៏មិនបានដែរក៏ព្រោះតែលីនសៀស្អប់លោកគ្រូពេទ្យខ្លាំងណាស់គឺគេមិនចង់ឲ្យប៉ះពាល់ដៃរបស់គេតែម្ដងណាវាងក៏បានជូនលីនសៀទៅមន្ទីរពេទ្យទៅនៅពេលហ្នឹងយើងក៏ឃើញថាសម្បីតែយន់នៅពេលនេះក៏គេនៅស្ដាប់នៅទីនេះដែរមុននេះមិញគ្រប់គ្នាគេក៏បានទៅថ្នាក់អស់ហើយនៅឡើយតែបាយាទេគេមិនតាណានោះទេក៏ព្រោះតែបារម្ភពីអូនតែបងមិនអីទេលោកគ្រូពេទ្យក៏តាមទៅមិនអីទេប៉ុន្តែថ្ងៃនេះពួកយើងប្រហែលជាមិនបានរៀននៅផ្ទះខ្ញុំនោះទេបាយាក៏តាមទៅណាទៅខ្វល់អារឿងរៀននោះនេះនិយាយរឿងរបស់បងនៅមកគ្រប់គ្នាបងនៅថាមិនអីទេលោកគ្រូពេទ្យមិនបន្តរៀនជាទេព្រោះគ្រប់យ៉ាងដែលនាងនិយាយគឺសុទ្ធតែជាការពិតខ្ញុំគឺពិតជាគេអញគួរតែដឹងហើយមិនអញ្ចឹងលោកគ្រូពេទ្យក៏បានរៀបចំអីវ៉ាន់ដូចជាគេចង់លាឈប់អញ្ចឹងបាយាក៏សួរទៅបងកំពុងតែធ្វើអីហ្នឹងសាន់ស៊ូក៏តំបាយាពិភពលោកនេះតូចចង្អៀតណាស់សម្រាប់គ្រូពេទ្យដែលជាគេដូចជាខ្ញុំមិនយល់មិនឆាប់ទេសាលានេះក៏គេមិនត្រូវការខ្ញុំដែរបាននិយាយមិនតាន់រួចពីមាត់ផងខាងសាលាក៏បានមកហៅលោកគ្រូពេទ្យដើម្បីជួបនិយាយគ្នាក៏ដូចជាការកិនរបស់លោកគ្រូពេទ្យមិនខុសនោះទេខាងសាលាប្រហែលជាមិនអាចបន្តកងត្រាឲ្យលោកគ្រូពេទ្យនៅធ្វើការទីនេះនោះទេគេអាចនឹងបញ្ឈប់ក៏ព្រោះតែខាងអាណាព្យាបាលសាស្ត្រទាំងអស់នៅពេលដែលលើដំណឹងបែបនេះហើយប្រហែលជាពួកគេមិនយល់ព្រមឲ្យលោកគ្រូពេទ្យនៅសាលានេះនោះទេគឺពួកគេខ្លាចប៉ះពាល់ទៅដល់កូនអីអញ្ចឹងទៅណាហួយไปថារើអាងខ្លាំងម្លេះគ្រាន់តែគ្នាមានចំណង់ចំណូលចិត្តខុសពីគេសងក៏រស់នៅមិនបានសុខដែរណោះស្មានតែថាបាយ
ទៅបាត់ហាញ់តើគេនៅលបស្ដាប់អញ្ចឹងហើយនៅពេលដែលលើបែបនេះគេក៏ចេញមកតវ៉ាតែម្ដងហេតុអីបានជាមនុស្សដែលស្រឡាញ់មនុស្សប្រុសគេមិនអាចធ្វើជាដុកទ័របានគាត់ក៏បានជួយមនុស្សគ្រប់គ្នាឬក៏ការជួយមនុស្សគេគិតពីរឿងយ៉ាងដែរពេលនេះកូនសិស្សកំពុងតែតវ៉ាជាមួយនៅនាយកសាលាហើយក៏ព្រោះតែវាពិតជាមិនសមហេតុផលពិតមែនធ្វើឲ្យលោកនាយកគឺឡើងចង់លើសឈាមទៅហើយដោយសារតែខឹងជាមួយនឹងប៉ាយេពេកហើយក៏សួរទៅអាក្មេងនេះគឺរៀននៅថ្នាក់ណាតែបើបណ្ដាអញ្ចឹងទៀតក៏មិនបានដែរលោកគ្រូពេទ្យក៏បានខាត់ប៉ាយេបានហើយជប់ទៅប៉ាយេហេតុអីក៏ខាត់ខ្ញុំនេះបងគិតថាវាយុត្តិធម៌ណាស់នៅសាលាគេទៅហើយយើងមិនទាំងអាចតវ៉ារកយុត្តិធម៌បាននោះសានស៊ូក៏បានសុំទោសលោកនាយកកុំឲ្យគាត់ខឹងនិងប្រកាន់ជាមួយនឹងប៉ាយេអីលោកគ្រូក៏បានឲ្យដុកទ័រទៅសម្រាប់សិនទៅចាំមើលរងចាំដំណឹងពីសាលាថាយ៉ាងម៉េចគាត់នឹងប្រាប់នៅពេលក្រោយលោកគ្រូពេទ្យក៏បានយកដៃប៉ាស្មារបស់ប៉ាយេហើយក៏បបួលគេចេញពីសាលានេះទៅជាមួយនឹងខ្លួនដើម្បីរំងាប់ចិត្តដែលកំពុងតែខឹងរបស់ប៉ាយេអ្នកទាំងពីរក៏បានចេញពីសាលារៀនបងក៏បានកាន់អេវ៉ាន់ឲ្យអូនណាមកដល់ផ្ទះរបស់លោកគ្រូពេទ្យហើយនៅពេលនេះប៉ាយេគេក៏បានសួរទៅតើបងព្រមទទួលកំហុសគ្រប់យ៉ាងនេះដែរតែលោកគ្រូពេទ្យអ្វីក៏គេមិននិយាយដែរប៉ាយេគឺខឹងណាស់បងនិយាយអីខ្លះតើមើលហេតុអីបានជាស្ងាត់អញ្ចឹងសានស៊ូក៏តាមទៅប៉ាយេការងារជាដុកទ័រនៅសាលារៀននេះគ្រាន់តែជាការងារក្រៅម៉ោងរបស់ខ្ញុំតែប៉ុណ្ណោះការងារចម្បងរបស់ខ្ញុំគឺជាពេទ្យថ្មីហើយគេក៏មាន clinic មួយតខ្លួនដែរប៉ាយេមិនបានខ្វល់ថានេះជាការងារផាតថាមឬក៏អត់នោះទេប៉ុន្តែវាពិតជាអយុត្តិធម៌ណាស់សម្រាប់បងក៏ព្រោះតែលិនស៊ីម្នាក់នោះគេបានយករឿងផ្ទាល់ខ្លួនរបស់បងមកបោះអាក្រាតដល់មកគ្រប់គ្នាតែបងមិនខឹងទេលោកគ្រូពេទ្យមិនបានខឹងនោះទេក៏ព្រោះតែលិនស៊ីធ្វើទាំងអស់នេះដោយសារតែនាងស្អប់ខ្លួនរឿងបងប្រុសរបស់នាងក៏ចាត់ទុកថារួចគ្នាទៅចោះតែពេលនេះទេដែលប៉ាយេបានដឹងថាមនុស្សម្នាក់ដែលលោកគ្រូពេទ្យធ្លាប់និយាយប្រាប់គេនៅថ្ងៃមុននោះគឺជាបងប្រុសរបស់លិនស៊ីដែលគេមានឈ្មោះថាលិនហ្វានប៉ាយេក៏បន្តទៅក្រែងគេម្នាក់នោះគឺជាអ្នកបោះបង់ចោលបងចុះហេតុអីបានជាបងនៅតែចាត់ទុកឲ្យលិនស៊ីជាអ្នកត្រូវទៀតសានស៊ូក៏តបទៅតាមពិតនៅថ្ងៃនោះខ្ញុំក៏ហត់ឯងគេបានស្លាប់ដោយសារតែខ្ញុំរំលឹកនៅពេលនោះពួកយើងពិតជារីករាយជាមួយនឹងគ្នាណាស់យើងធ្វើដំណើរជាច្រើនកន្លែងជាមួយនឹងគ្នាធ្វើរឿងជាច្រើនជាមួយនឹងគ្នាប៉ុន្តែចុងក្រោយទៅគេនៅតែទៅចោលខ្ញុំ3ឆ្នាំមុនពួកយើងបានឡើងភ្នំជាមួយគ្នាដើម្បីធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តយកជំនួយទៅជួយពេលនោះខ្យល់ពិតជាត្រជាក់ខ្លាំងណាស់ក៏មានព្រិលធ្លាក់យ៉ាងខ្លាំងធ្វើឲ្យពួកយើងនៅជាប់លើភ្នំហើយមនុស្សជាច្រើននៅទីនោះមានទាំងក្មេងៗជាច្រើនក៏ឈឺជាបន្តបន្ទាប់អ្នកទាំងអស់គ្នាសុទ្ធសឹងតែត្រូវការជំនួយត្រូវការថ្នាំពេទ្យខ្ញុំមិននឹងអាចឈរមើលគេស្លាប់បានទៅលិនហ្វានក៏បានខាត់ខ្ញុំកុំឲ្យទៅអីតែខ្ញុំមិនស្ដាប់ទេអញ្ចឹងហើយគេក៏ព្រមទៅជាមួយខ្ញុំឡើងទៅលើភ្នំម្ដងទៀតដើម្បីយកថ្នាំទៅជួយក្មេងៗបន្ទាប់មកពួកយើងក៏ឆ្លងជំងឺនោះខ្ញុំនៅរស់ប៉ុន្តែគាត់បើសិនជាពេលនោះខ្ញុំមិនចេះរឹងរូសប្រហែលជាពេលនេះបើសិនជាគាត់មិនទៅជាមួយខ្ញុំប្រហែលជាពេលនេះគាត់អាចរៀបការមានកូនរស់នៅដែលមានសុភមង្គលអញ្ចឹងហើយបានជាលិនសៀខឹងស្អប់គេយ៉ាងនេះហើយលិនសៀចង់ធ្វើអ្វីក៏គេមិនតបតដែរក៏ព្រោះតែបងពេទ្យបានគិតថាមកពីខ្លួនទៅធ្វើឲ្យលិនសៀត្រូវបាត់បង់បងប្រុសទ្រាំមើលអូនក្នុងសភាពបែបនេះគឺអត់បាននោះទេប៉ាយេក៏និយាយថាគ្រប់យ៉ាងមិនមែនជាកំហុសរបស់បងនោះទេតែបងពេទ្យគឺនៅតែបន្តខ្លួនឯងគេក៏គ្មានថ្ងៃលើកលែងឲ្យខ្លួនឯងនោះទេតែប៉ាយេគឺនៅតែបន្តលួងលោមបងពេទ្យកុំឲ្យគេគិតអញ្ចឹងអីសានស៊ូបងសម្លឹងមើលភ្នែករបស់ខ្ញុំហ្មងលិនហ្វានគេបានស្លាប់ទៅហើយឬមួយក៏បងចង់ស្លាប់ទៅតាមគេតែបងបែរនៅតែមិនស្ដាប់គេដដែលហ្នឹងប៉ាយេឯងមិនយល់ទេល្អខ្ញុំមិនយល់ពីអារម្មណ៍របស់បងទេតែខ្ញុំដឹងត្រឹមថាខ្ញុំត្រូវតែនាំបងចេញពីអារម្មណ៍មួយនេះបើសិនជាបងស្រឡាញ់មនុស្សប្រុសបងគួរតែបង្ហាញឲ្យគ្រប់គ្នាបានដឹងទៅកុំលាក់បាំងអីបានអ្នកណាដែលវាយបងត្រូវតែវាយតបតទៅកាន់គេវិញហេតុអីបានជាបងត្រូវលាក់ទុកតែម្នាក់ឯងបែបនេះបើពេលនេះបងចង់យំបងក៏យកមកអស់ហ្មងចាំបាច់ខំទប់ធ្វើអីគួរតែបោះចោលសម្រាប់នៅក្នុងខ្លួនបងចេញអស់ទៅបងនៅទុកធ្វើអីទៀតហួយไปថាឈរស្ដែកគេញ៉ាត់ហើយណាក៏បានចាប់គេថាបតែម្ដងសានស៊ូគេក៏បានរុញចេញប៉ាយេក៏បន្តដូចជាពេលនេះអញ្ចឹងបើបងចង់បានអ្វីបងនិយាយមកបងធ្វើមកឈប់បន្តលាក់បាំងទៅបងមិនហត់ទេប្រហែលឆ្នាំហើយតែបងលាក់បាំងរឿងទាំងអស់នេះ
ស៊ូតែបងហ៊ាននិយាយទៅថាពេលនេះបងគ្មានអារម្មណ៍អ្វីចំពោះខ្ញុំហើយបើមកសម្លឹងមកគេចំបែបនេះឲ្យបងភេទរបស់យើងប៉ាដេសាននឹងគេយ៉ាងម៉េចទៅ思いがけず呼ばれて君のうちに泊まった誰かの歯ブラシ見て裸になるのやめた君うちのテレビでも戦争のニュースばっか流れて気がめいりそうだから I'll send you a little love song Only you いつもふざけてばかりだからちょっと照れるよねすねば君の熱い背中を抱いて倒れてる Just wanna you in my eyes Just wanna you in my arms お昼頃目が覚めて君の寝顔にキスした今何時って慌ててバタバタしたく始めた君うちのテレビでも不倫の話題ばっか触れて気が晴れなそうだから I'll send you a little love song Only you いつも意地張ってばかりだからかなり照れるよねハグの後は私の頭に鍵を乗せて笑う Just wanna you in my eyes Just wanna you in my eyes 君の5分後に出て強い風に កាន់មកដល់ព្រឹកឡើងយន់ក៏បានមកបន្ទីពេទ្យដើម្បីសុំទោសនិងសួរសុខទុក្ខលីនសៀផងដែរតែមិនទាន់បានចូលផងគ្រាន់តែឃើញថាវាងក៏នៅទីនេះហើយគេគឺជាអ្នកមើលថែជិតស្និទ្ធជាមួយនឹងលីនសៀទៀតធ្វើឲ្យគេគឺឡើងសង្ហាចិនឡើងស្លូតចិត្តតែម្ដងធ្វើឲ្យជ្រុះកន្ត្រកផ្លែឈើវាងក៏បានដឹងពីវត្តមានរបស់គេដែរតែពេលដែលគេចេញមកយន់បានរត់ចេញបាត់ទៅហើយយន់រត់មកសំងំខូចចិត្តនៅឯសមុទ្រនេះឯងវាងក៏បានផ្ញើសារសួរថាស៊ូយន់តើឯងនៅឯណាតែយន់គឺមិនបានឆ្លើយតបនោះទេកាន់មកមើលព្រឹកឡើងនៅសាលារៀនពេលនេះសិស្សគ្រប់គ្នាក៏បានយករឿងយន់និងលោកគ្រូប៉ែនមកនិយាយពេញសាលាតែម្ដងនិយាយលើដល់ផ្ទះរបស់យន់ទៀតណាម៉ាក់របស់គេក៏បានលើដែរអញ្ចឹងហើយយប់ឡើងយន់អូអត់ផុតនោះទេនៅពាក្យចេះប្រតិចបណ្ដាសាឲ្យគេឆាប់ស្លាប់ទៅអញ្ចឹងទៅស៊ូណូបងស្រីរបស់គេគឺពិតជាបារម្ភពីបងប្រុសណាស់ក៏ព្រោះតែស៊ូយន់សំងំតែនៅក្នុងបន្ទប់មិនចេញក្រៅសោះគេក៏បានប្រាប់ថាមិនអីទេតែតាមពិតទៅយន់នៅពេលនេះកំពុងតែបាក់ទឹកចិត្តខ្លាំងណាស់ភាពភ័យខ្លាចរបស់គេក៏បានត្រឡប់មកម្ដងទៀតហើយវាងវិញគឺពិតជាបារម្ភពីយន់ក៏ព្រោះតែពេលនេះគេខលជាច្រើនដងតែយន់គឺអត់លើកទូរស័ព្ទសោះកុំថាឡើយថាយន់មានបញ្ហាសម្បីតែពេលនេះគ្លីនិករបស់លោកគ្រូពេទ្យសាន់ស៊ូក៏មានជនអនាមិកមកបាត់ពាក្យចេះប្រតិចដែរធ្វើឲ្យប៉ាយាគឺខឹងណាស់រកមុខអ្នកណាធ្វើបែបនេះកុំឲ្យគេដឹងឲ្យសោះណាតែមិនចឹងទេប្រកាសជាមិនរស់ទេបងពេទ្យក៏បានប្រាប់ទៅឈប់ស្រែកទៅអ្នកណាធ្វើក៏គេមិនហ៊ានចេញមកដែរហើយចុះថ្ងៃនេះមិនបានជាឯងមិនទៅសាលារៀនអញ្ចឹង
ចំពោះរឿងអាស្រ័យទាំងអស់នេះបន្តិចទៀតនឹងលែងអីហើយលោកគ្រូពេទ្យរបស់យើងក៏មិនបានទៅខ្វល់ខ្វាយនឹងសម្ដីទាំងអស់នេះដែរអញ្ចឹងហើយគេក៏បានដេញឲ្យប៉ាយាទៅសាលារៀនទៅគេមិនអីនោះទេមកដល់សាលារៀននឹងគ្រប់គ្នាដល់ពេលនេះរត់តែទុកថាយន់គឺជាជីនអិចហើយគេក៏និយាយដើមលើសមុនទៀតក៏ព្រោះតែគេបានឃើញយន់ថ្ងៃមុនគឺជាអ្នករុញលីនសៀឲ្យមានរបួសហើយគេក៏នាំគ្នានិយាយថាពួកគេឮថាយន់នេះក៏ជាគេដែរអាពលបលកាច់នេះអត់គិតរៀនសូត្រអីទេណាគិតតែមកពីនិយាយដើមគេមកដល់ថ្នាក់រៀនវាងគេក៏បានមកនិយាយជាមួយនឹងយន់ថាណាត់គេទៅលេងបាល់ហើយមិនបានជាមិនទៅតាមការណាត់អញ្ចឹងទុកឲ្យគេរងចាំឡើងយូរណាតែយន់របស់យើងក៏មិននិយាយជាមួយនឹងគេនិយាយហើយក៏មិនមើលមុខគេទៀតផងឃើញបែបនេះវាងក៏សួរទៅអញកំពុងតែធ្វើអីអញព្យាយាមកិច្ចមកពីខ្ញុំមិននិយាយរកគេហើយថែមទាំងរុញគេចេញទៀតផងពេលនេះយន់ក៏ឡើងទៅបង្រៀនគេនៅផ្ទះដែរវាងក៏ទ្រាំបាននោះទេនេះឯងកិច្ចមកពីខ្ញុំមកពីអាវីដេអូស្អីគេនោះពួកអាចចង្រៃយកហ្នឹងវានិយាយអីខ្លះឬក៏ព្រោះតែលិនសៀឬមួយក៏ខ្ញុំធ្វើខុសអីឯងប្រាប់ខ្ញុំមកទៅមើលយន់ក៏តមឯងមិនឃើញទេថាលិនសៀគ្រោះថ្នាក់ក៏ដោយសារតែខ្ញុំហើយឯងក៏ត្រូវមើលថែនាងគឺជារឿងគួរណាស់ព្រោះពួកអញទាំងពីរស្និទ្ធស្នាលជាមួយគ្នាស្គាល់គ្នាយូរហើយក៏បានភ្ជាប់ពាក្យជាមួយគ្នាទៀតដូចជាខ្ញុំនេះតែមានអ្វីដែលទៅពាក់ព័ន្ធជាមួយនឹងពួកឯងនោះកុំយកខ្ញុំទៅពាក់ព័ន្ធជាមួយនឹងរឿងរបស់ពួកឯងណាដល់ពេលដែលខឹងយន់ពេកដែលគិតចំពោះគេបែបនេះអញ្ចឹងហើយវាងគឺគេខឹងណាស់ហើយបានជាព្យាយាមរុញគេទៅឲ្យលិនសៀអញ្ចឹងដូច្នេះហើយគេនឹងធ្វើតាមគ្រប់យ៉ាងដែលយន់និយាយទៅចោះគេនឹងទៅនៅមើលថែលិនសៀយកព្រមតាក់ទងជាមួយនឹងលិនសៀតាមអ្វីដែលយន់ចង់បានល្អឯងបន្តលាក់បាំងទៀតទៅហើយបន្តធ្វើជាជីនអិចទៀតទៅណែឆ្លោះគ្នាតែពីរអ្នកអញ្ចឹងណាកុំមកត្រូវគ្នាសោះតាំងទ្រង់តែអ្នកសម្រាប់ហើយនឹងអ្នកមើលតាបន្តមកទៀតសេរីរបស់យើងក៏បានស្លេះត្រឹមតែប៉ុណ្ណឹងនឹងឯងចង់ដឹងថាតើសេរីរបស់យើងនឹងល្អមើលកម្រិតណាទៀតនោះអញ្ចឹងកុំភ្លេចចាំតាមដានទស្សនាវីដេអូរបស់ admin នៅពេលក្រោយបន្តទៀតណាដូច្នេះហើយ admin សូមគោរពលាត្រឹមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ